ចាយ៉ាងណាដែរអូនបាញ់ហើយមិញឈឺខ្លាំងអត់អូនអត់ឈឺមើលអ្នកគ្រូចាអ្នកគ្រូឃើញថាមករយៈពេលនេះយើងទទួលបាននៅអតិថិជនដែលគាត់មានស្នាក់អាចរុយនៅសតវទី3ហ្នឹងគឺច្រើនមែនតើចាស់បងប្អូនអរគ្នាដោយសារតែសបោស្ដាយបាយហើយក្នុងការដែលញិចមុនហ្នឹងគឺខ្វះបច្ចេកទេសអញ្ចឹងការដែលញិចមុនទទួលបានការថែទាំមិនបានគ្រប់គ្រាន់ទៅដល់បានល្អអាចបន្សល់នៅស្លាកស្នាមដូចអាចរុយដែលដិតជ្រៅនៅសតវទី3យ៉ាងជ្រៅអញ្ចឹងហើយអ្នកគ្រូវិញគឺមានបទពិសោធន៍ច្រើនខ្លាំងមែនតើហ្មងអតិថិជនថ្ងៃគឺបាញ់អីរុយសតវទី3ហ្នឹងគឺច្រើនហើយដូចអូនដែលគាត់បានជើញមកដោយសារតែបានឃើញនៅរូបភាពក៏ដូចជាការ feedback ពីអតិថិជនមួយចំនួនធំដែលទទួលបានការព្យាបាលបាញ់ស្នាមដៅក៏ដូចជាស្នាមសាក់ហើយនឹងអាចរុយសតវទី3នេះទទួលបានជោគជ័យច្រើនមែនតើចាប៉ាត់មែនហើយអ្នកគ្រូមកអាចារ្យហ្នឹងគឺទទួលបានជាមួយនឹងអាចរុយគឺច្រើនខ្លាំងមែនតើមិនថាតែនៅក្នុងសតវបែបណាទេប៉ុន្តែនៅក្នុងសតវទី3ដោយអូនគឺយើងទទួលបានជោគជ័យច្រើនហើយមួយវិញទៀតពាក់ព័ន្ធទៅនឹងអាចរុយមានបងប្អូនជាច្រើនដែលគាត់យកច្រឡំថាទៅផ្សារទិញថ្នាំបតក់ហ្នឹងដូចជាកាត់បញ្ជ្រុយចាហើយខងចាហើយក៏ទទួលសេវាកម្មផ្សេងជាច្រើនដែរទៅកាត់ laser ចុះខងដាច់ចាដើម្បីបំបត្តិពណ៌គាត់គិតថាកាត់ទៅដល់ដាច់ពណ៌ខ្មៅនឹងចេញហើយប៉ុន្តែជាក់ស្ដែងគឺធ្វើបែបហ្នឹងគឺជារឿងមួយដែលខុសធំខ្លាំងមែនតើចាខុសធំមែនតើដោយសារតែសតវស្បែករបស់យើងពណ៌ហ្នឹងគឺយើងអាចដកពណ៌បានយ៉ាងស្អាតដកទៅមុខគឺប្រើ laser ទំនើប original មកពីសហរដ្ឋអាមេរិកដែលអាចដកពណ៌ហ្នឹងហើយมันមានស្លាកស្នាមខោងសាច់ស្បែកនិងដាច់រលាត់ចេញផ្លែអីទេប៉ុន្តែបងប្អូនមួយចំនួនដែលគាត់មិនបានស្គាល់ពីដុកទ័រ Book ហើយគាត់ទៅសាកល្បងក្នុងការទៅបតក់ថ្នាំបតក់អាស៊ីតខ្ញុំមិនដឹងថាខ្ញុំនិយាយទៅខុសទេបតក់អាស៊ីតហ្នឹងព្រោះជាក់ស្ដែងមកបងប្អូនទាំងអស់គ្នាយើងសម័យមើលថាទឹកថ្នាំហ្នឹងមកតក់អីដាក់លើស្បែកទៅខោងក្រោយពីខោងមកចេញផ្លែហើយស្នាមហ្នឹងកាន់តែដិតកាន់តែជ្រៅហើយរាលបែកកាន់តែធំទៀតអញ្ចឹងជាសំណូមពរពីអ្នកគ្រូពេទ្យទាំងខ្ញុំទាំងអ្នកគ្រូនៅក្នុងដុកទ័រ Book ទាំងអស់គ្នានៅពេលដែលទទួលបានឃើញអតិថិជនឈឺចាប់ហើយសល់ស្លាកស្នាមបែបហ្នឹងគឺសំណូមពរកុំឲ្យទៅធ្វើរឿងដែលខូចខាតបែបហ្នឹងខាតទាំងថវិកាខាតទាំងពេលវេលាហើយខូចទាំងស្បែកថែមទៀតផងអញ្ចឹងអ្នកគ្រូពេទ្យសំណូមពរដល់តែថាប្រសិនបើក្នុងករណីមានបញ្ហាអាចរុយសតវទី3អ្នកដែលសបោស្ដាយបាយបែបហ្នឹងអញ្ជើញមកពិនិត្យឬក៏ទៅរកគ្រូពេទ្យជំនាញណាមួយកន្លែងណាមួយដែលមានជំនាញច្បាស់លាស់ដើម្បីពិនិត្យនិងពិភាក្សាព្យាបាលឲ្យបានត្រឹមត្រូវដើម្បីកុំឲ្យខាតប្រយោជន៍បងប្អូនទាំងអស់គ្នា